សហជីពគាំទ្រការណែនាំរបស់រដ្ឋាភិបាលឲ្យភាគីពាក់ព័ន្ធពិភាក្សាគ្នាបន្ទាន់ដើម្បីរកវិធីសាស្ត្រជួយសម្រាលចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតនៅចន្លោះពេលប្រេងឡើងថ្លៃសម្ដេចបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី19ខែមីនាឆ្នាំ2026បានណែនាំឲ្យលោកហេងសួររដ្ឋមន្ត្រីក្រសួងកាងារបើកកិច្ចប្រជុំពិភាក្សាបន្ទាន់ជាមួយនឹងភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតនៅក្នុងន័យនេះគឺដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតនៅក្នុងរយៈពេលអន្តរកាលនេះឲ្យបានឆាប់បំផុតលោកសំសឿនប្រធានសហភាពពលកម្មជាតិកម្ពុជាតំណាងឲ្យកម្មករនិយោជិតបានបង្ហាញការគាំទ្រនិងអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ទៅលើបញ្ហានេះលោកបន្ថែមថាការកិត្តគូរបស់រាជរដ្ឋាភិបាលពិតជាសំខាន់ដើម្បីជួយដោះស្រាយបញ្ហាជីវភាពកម្មករនិយោជិតនៅក្នុងស្ថានភាពពេលបច្ចុប្បន្នយ៉ាងណាមិញលោកក៏ស្នើឲ្យរាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជួយពិនិត្យមើលតម្លៃទំនិញនានាកុំឲ្យឡើងថ្លៃខ្ពស់ពេកព្រោះតែការណាប្រេងសាំងឡើងថ្លៃទំនិញឬសេវាកម្មនានានឹងកើនឡើងដែរបាទជាការពិតណាស់នៅពេលដែលតម្លៃប្រេងសាំងមានការឡើងថ្លៃគឺរាល់តម្លៃទំនិញគ្រឿងឧបភោគបរិភោគឬក៏សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនកម្មករក៏ដូចជាប្រជាពលរដ្ឋគឺមានការឡើងតម្លៃនិងការផ្ដល់សេវាផ្សេងៗគឺមានការឡើងថ្លៃជាដើមហើយក្នុងនោះគឺក្នុងនាមសហជីពក៏សូមសំណូមពរដល់រាជរដ្ឋាភិបាលក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាជួយសម្រួលកុំឲ្យមានការឡើងថ្លៃខ្ពស់ពេកដែលធ្វើឲ្យមានការលំបាកដល់ការក្នុងជីវភាពរស់នៅរបស់បងប្អូនកម្មករហើយម្យ៉ាងវិញទៀតការឡើងថ្លៃប្រេងសាំងនេះគឺជាបញ្ហាប្រឈមមួយដល់កម្មករនិយោជិតហើយគាត់ត្រូវការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការពីកន្លែងធ្វើការមកផ្ទះរបស់គាត់ខ្លះគាត់ដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួនខ្លះដោយការជិះរថយន្តជាដើមនោះអញ្ចឹងម្ចាស់រថយន្តក៏គេមានការដំឡើងថ្លៃរថយន្តហើយការចំណាយថ្លៃដើមរបស់គាត់មានការកើនខ្ពស់ជាងមុនតែប្រាក់ឈ្នួលគឺនៅដដែលទន្ទឹមនឹងបញ្ហានេះយើងក៏ឃើញរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកិត្តគូបន្ថែមពិភាក្សាបន្ថែមទៅលើអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិតសម្ដៅធ្វើយ៉ាងណាឲ្យសម្រួលនៅជីវភាពរបស់ពួកគាត់ចំណែកលោកហ្វាសាលីប្រធានសម្ព័ន្ធសហជីពជាតិបានបង្ហាញការគាំទ្រដូចគ្នាចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលព្រោះនឹងអាចជួយសម្រួលទៅដល់កម្មករនិយោជិតទន្ទឹមគ្នាលោកក៏ស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យទៅលើបញ្ហាប្រតិកលាផ្សេងទៀតដែរដែលកម្មករនិយោជិតកំពុងប្រឈមនៅក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់ខ្ញុំសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឋានៈដឹកនាំជាពិសេសសម្ដេចអធិបតីដែលបានចាប់ឲ្យមានការប្រជុំជាបន្ទាន់ហើយក៏សូមអរគុណដល់អាដាមហេងសួរដែលបានអញ្ជើញក្រុមសហជីពឲ្យចូលរួមជាមួយនឹងភាគីនយោជកដើម្បីធ្វើការរៀបរាប់មធ្យោបាយណាមួយដើម្បីសម្រួលទៅដល់ការធ្វើដំណើររបស់បងប្អូនកម្មករសម្រាប់ខ្ញុំទន្ទឹមនឹងការធ្វើដំណើរក៏យើងនៅមានការស្នើមួយចំនួនទៀតដែលវាសុទ្ធតែជាការពាក់ព័ន្ធទៅនឹងជីវភាពរបស់បងប្អូនកម្មករយើងខ្ញុំយល់ឃើញបែបនេះថាទីមួយគឺការធ្វើដំណើររបស់បងប្អូនកម្មករគឺពិតជាមានសារៈសំខាន់ទាំងពួកបងប្អូនយើងដែលជិះម៉ូតូក្តីអ្នកដែលជិះឡានក្តីឬក៏អ្នកដែលនៅផ្ទះជួលក្តីវាសិតតែមានបញ្ហាដែលយើងត្រូវគិតគូរទីមួយបើឲ្យសម្រាប់ពួកបងប្អូនយើងទូទៅតែម្ដងអានោះវាជារឿងល្អតែបើឲ្យសម្រាប់តែអ្នកជិះឡានក៏វាជារឿងអត់ល្អដោយសារតែពួកគាត់ជិះឡានគាត់ត្រូវភាគីណាមួយដែលជាអ្នកទទួលខុសត្រូវទៅលើការជួយឧបត្ថម្ភសម្រាប់ឡានវាពិតជាល្អប្រសើរចុះបើសម្រាប់អ្នកដែលជួលផ្ទះព្រោះដោយសារផ្ទះអត់បានឡើងថ្លៃទេអានឹងសិតតែជាបញ្ហាដែលយើងត្រូវគិតគូរហើយនឹងពីមានគេហៅថាបតិបទាញគ្នាណាបាទអានឹងស្ថិតតែជាបញ្ហាមួយទៀតយើងមិនសម្លឹងទៅលើតែបញ្ហាតម្លៃប្រេងសាំងក៏ដូចជាការដឹកជញ្ជូនទេអ្វីដែលសំខាន់ចំពោះមុខរបស់បងប្អូនគឺអតិផរណាវាឡើងគ្រប់តែទាំងអស់នេះស្ថិតតែជាបញ្ហាដែលយើងត្រូវដោះស្រាយជាមួយនឹងអតិផរណាដែលមានការកើនឡើងនោះយើងក៏សម្លឹងឃើញមួយទៀតដោយសារតែក្រុមហ៊ុនមួយចំនួនក៏អត់មានការថែមម៉ោង
ដែលធ្វើឲ្យចំណូលរបស់បងប្អូនកម្មករយើងត្រូវបានធ្លាក់ចុះដូចគ្នាផងដែរ ស្របនឹងការធ្លាក់ចុះចំណូលលោក Fasali បានរំលេចពីបញ្ហាប្រឈមមួយទៀតដែលកម្មករនិយោជិតជួបប្រទះនោះគឺសម្ពាធពីក្រុមហ៊ុនបង់រំលោះឬការផ្ដាល់កម្ចីដូច្នេះលោកស្នើឲ្យធនាគារជាតិក៏ដូចជារាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះ ជំទាស់នឹងការធ្លាក់ចុះនៅចំណូលក៏យើងឃើញថាក្រុមហ៊ុនបង់រំលោះមួយចំនួនដូចជាការក្រុមហ៊ុនបង់រំលោះម៉ូតូក្តីអនុទានកម្ចីក្តីគឺបានដាក់សម្ពាធទៅដល់បងប្អូនកម្មករយើងធ្ងន់ធ្ងរមែនទែនដែលខ្ញុំឃើញកន្លងមកក្រុមហ៊ុនខ្លះគាត់អត់មានការងារធ្វើទេគាត់ឲ្យកម្មករហ្នឹងស៊ី 50% ហើយកម្មករហ្នឹងក៏ត្រូវបង់រំលោះម៉ូតូហើយដល់ទៅពេលកម្មករគាត់អត់មានលុយបង់គឺតែមួយខែឲ្យគាត់គឺឃើញភាគីក្រុមហ៊ុនម៉ូតូហ្នឹងមករឹបអូសយកម៉ូតូគាត់ទៅតែម្ដងដោយគ្មានដំណោះស្រាយណាមួយជូនពួកគាត់នោះទេហ្នឹងហើយវាសិតតែជាបញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជាគួរដោះស្រាយពន្លឿនទៅលើបញ្ហាទាំងអស់នេះពីព្រោះបញ្ហាទាំងអស់នេះវាជាដើមចមហើយធំជាងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតទៀតប៉ុន្តែយ៉ាងណាវិញក៏យើងថាវាសិតតែជាបញ្ហាទាំងអស់មិនមែនថាបញ្ហាតិចបញ្ហាស្រាលទេបើមិនជាមកដល់បច្ចុប្បន្ននេះគឺរាជរដ្ឋាភិបាលយើងបានគិតគូរខិតខំត្រេះរិះគ្រប់មធ្យោបាយដើម្បីធ្វើឲ្យបងប្អូនកម្មករយើងជួបនៅហៅថាភាពល្អប្រសើរសម្រាប់អាជីវភាពរស់នៅរបស់គាត់ប្រចាំថ្ងៃប៉ុន្តែអ្វីដែលចំពោះមុខនេះយើងឃើញទាំងអស់គ្នាថាពាក់ព័ន្ធទៅនឹងអតិផរណាទីផ្សារឡើងថ្លៃទំនិញអាហារហូបចុកជុំហ្គាសអីផ្សេងៗគឺឡើងទាំងអស់ឡើងទាំងថ្លៃដឹកជញ្ជូនប៉ុន្តែខ្ញុំនៅតែទទូចថាបើសិនជាមានការសម្រួលទៅលើក្រុមឥណទានក៏ដូចជាការបង់រំលោះម៉ូតូអីផ្សេងៗដែលផ្ដល់នៅមធ្យោបាយណាមួយឲ្យគាត់ដូចថាបើសិនជាអត់ក្រុមហ៊ុននឹងមួយអត់មានការងារធ្វើឬក៏អត់មានការថែម៉ោងសូមឲ្យគាត់កាត់ជា2ទៅឧទាហរណ៍ថាបើសិនជាគាត់បង់50គួរតែបង់$25ទៅដើម្បីសម្រួលឲ្យគាត់បាទ ក្នុងនាមតំណាងកម្មករនិយោជិតលោក Fasali ក៏ត្រូវបានក្រសួងកាងារអញ្ជើញឲ្យចូលរួមកិច្ចប្រជុំពិភាក្សាដែរដូច្នេះលោកបានត្រៀមរួចរាល់ហើយដើម្បីលើកជាមតិយោបល់ផ្ដល់ជាធាតុចូលឈានទៅរកដំណោះស្រាយ ខ្ញុំបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការចូលរួមសម្របសម្រួលឬរមធ្យោបាយឬធាតុចូលណាមួយដើម្បីដាក់ជូនទៅប្រមុខរដ្ឋាភិបាលក៏ដូចជាក្រសួងកាងារឬក៏ដាក់ជូនទៅភាគីនយោជកដើម្បីឲ្យជំរុញឲ្យមានការលើកទឹកចិត្តឲ្យមានការបន្ថែមបន្ថយផ្នែកណាមួយដើម្បីផ្គត់ផ្គង់ដល់អាជីវភាពរបស់បងប្អូនកម្មករយើងក៏យល់ពីការលំបាករបស់ភាគីនយោជកដូចគ្នាប៉ុន្តែយ៉ាងណាមិញយើងគិតថាឥឡូវនេះវាជាបញ្ហាចំពោះមុខយើងអត់ទាន់ដឹងថាតើភាគីណាគួរជួយសម្រួលបែបណាភាគីរដ្ឋាភិបាលជួយសម្រួលបែបណាភាគីនយោជកសម្រួលបែបណាដែលតែសម្រាប់កម្មករឬក្នុងនាមយើងតំណាងឲ្យភាគីកម្មករនិយោជិតគឺមានតែការស្នើតែប៉ុណ្្នឹងឯងបាទហើយក៏យើងមានការយោគយល់គ្នាឬក៏ចន្លោះផោណាមួយបើសិនជាឧទាហរណ៍ថាឥឡូវថ្លៃឡានវាឡើង$5អញ្ចឹងតើភាគីនយោជកអាចចេញ$2ទេឬ$2កន្លះទេហើយភាគីរដ្ឋាភិបាលជួយ$1ឬក៏5កាក់អីទេហើយទុកឲ្យលទ្ធភាពឲ្យភាគីកម្មករចេញបានខ្លះក៏វាជាមធ្យោបាយមួយល្អសម្រាប់ក្នុងការដោះស្រាយយកហៅថាដំណាភាពរវាងកម្មករនិយោជិតនិងនិយោជកឬក៏រាជរដ្ឋាភិបាលជាអ្នកសម្របសម្រួលចេញនៅកញ្ចប់ថវិកាណាមួយក៏ថាបានប៉ុន្តែដែលយើងឃើញថាពាក់ព័ន្ធនឹងការសង្គ្រាមប្រមាណកន្លងមកនេះហើយក៏ដូចជាប៉ះពាល់ដល់វិបត្តិសកលអីផ្សេងៗរដ្ឋាភិបាលក៏មានហៅថាទុកលំបាកច្រើនផងដែរពីពួកយើងគឺរួមរស់យើងយល់អំពីកលៈទេសៈនេះ លោកសំសឿនបានបង្ហាញក្តីរំពឹងថាកិច្ចប្រជុំដែលប្រព្រឹត្តទៅរវាងភាគីពាក់ព័ន្ធនេះនឹងអាចទទួលបានលទ្ធផលវិជ្ជមាន បាទចំពោះកិច្ចប្រជុំត្រីភាគីរបស់ក្រមប្រឹក្សាជាតិប្រាក់ឈ្នួលដែលដឹកនាំដោយឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនៅល្ងាចនេះយើងសង្ឃឹមថានឹងមានដំណោះស្រាយការផ្ដល់អត្ថប្រយោជន៍បន្ថែមជូនដល់បងប្អូនកម្មករនិយោជិតដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ជាមិនខាន សូមជម្រាបថាសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានបង្ហាញក្តីសង្ឃឹមថាភាគីនយោជកនិងភាគីសហជីពនឹងអាចរកបាននៅចំណុចប្រសពសមរម្យមួយដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផងនិងអាចរក្សាបាននៅភាពប្រកួតប្រជែងនៃឧស្សាហកម្មផង